ស្ពានស៊ីហ៊ូមិនស្ថិតនៅក្នុងប្រទេសចិនគឺជាស្ពានវែងជាងគេទី5របស់ពិភពលោកវាលាតសន្ធឹងលើប្រវែង 1650 ម៉ែត្រការកសាងស្ពាននេះបានចាប់ផ្ដើមនៅឆ្នាំ 2005 ហើយផ្នែកសំខាន់ត្រូវបានបញ្ចប់នៅខែធ្នូឆ្នាំ 2007 ស្ពាននេះត្រូវបានបើកឲ្យចរាចរណ៍សាកល្បងជាផ្លូវការនៅថ្ងៃទី 25 ខែធ្នូឆ្នាំ 2009 នៅពេលដែលវាត្រូវបានសាងសង់រួចរាល់ស្ពាននេះគឺជាស្ពានព្យួរដែលមានប្រវែងវែងជាងគេទី2របស់ពិភពលោកស្ពាននេះត្រូវបានរចនាឡើងសម្រាប់ផ្លូវល្បឿនលឿន4កន្លងដោយមានទទឹង 24.5 ម៉ែត្រនិងអនុញ្ញាតឲ្យយានយន្តធ្វើដំណើរក្នុងល្បឿនរហូតដល់ 80 គីឡូម៉ែត្រក្នុង1ម៉ោងដោយសារទីតាំងភូមិសាស្ត្ររបស់វាស្ពាននេះស្ថិតនៅក្នុងតំបន់ដែលមានខ្យល់បក់ខ្លាំងនិងរងឥទ្ធិពលពីព្យុះទីហ្វុងញឹកញាប់ដូច្នេះហើយការរចនានិងការសាងសង់របស់វាគឺមានលក្ខណៈពិសេសដើម្បីធានានូវភាពធន់នឹងខ្យល់និងសុវត្ថិភាពស្ពាននេះប្រើបច្ចេកវិទ្យាច្នៃប្រឌិតរួមទាំងការប្រើប្រាស់បន្ទះដែកដើម្បីបង្កើតស្ថិរភាពនិងភាពរឹងមាំ